អ្នកគ្រប់គ្រងរំភើបចិត្តខ្លាំងមែនទែនដោយសារតែនីឆាបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមិនបានផ្ដល់កិច្ចសម្ភាសទៅដល់អ្នកសារព័ត៌មានឥឡូវនេះនីឆាបានប្រកាសក្តែងហើយថាខ្លួននឹងតូណូព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តអ្នកខ្លះបានតាមតនរឿងនេះឆានឹងតូណូពុកម៉ែបងប្អូនឥឡូវមកអាប់ដេតព័ត៌មានបន្តិចដោយសារតែបងប្អូនដែលអត់ទាន់តាមតនណាឥឡូវក៏សូមជូននៅព័ត៌មានល្អខ្លាំងមែនតើដំណឹងល្អទៅកាន់ fan club ក៏ដូចជាអ្នកគាំទ្ររបស់នេះឆាគឺបានផ្ដល់កិច្ចសម្ភាសជាលើកដំបូងឲ្យក្រោយស្ងប់ស្ងាត់មិនមានការឆ្លៃឆ្លងមិនមានការតបតមិនមានការផ្ដល់កិច្ចសម្ភាសរវាងនេះឆានិងតូណូដែលទំនាក់ទំនងគ្នា7ឆ្នាំតើដល់ណាដល់ណីហើយតើលើកលែងទោសឲ្យតូណូឬក៏នៅបន្តទំនាក់ទំនងដែរឬក៏អត់បន្តទៀតអីចឹងណាដោយសារតែអ្នកគាំទ្រគឺរងចាំក៏ដូចជាចង់ដឹងអំពីទំនាក់ទំនងរបស់អ្នកទាំងពីរចាឥឡូវនេះគឺថាច្បាស់ការឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺថានីឆាប្រកាសក្តែងឲ្យថាពេលនេះគឺនីឆា single នៅម្នាក់ឯងចាតែក៏សប្បាយចិត្តបដិបត្តិសម្ភារនេះធ្វើឲ្យអ្នកគាំទ្រគឺសប្បាយចិត្តជាខ្លាំងមែនតើសូម្បីតែមិត្តភ័ក្តិក៏ដូចជាក្រុមគ្រួសារក៏គាត់សប្បាយចិត្តដែរដោយសារតែនីឆាគឺជានារីដែល strong នារីដែលរឹងមាំបែកបាក់ស្នេហាយ៉ាងណាក៏ដោយក៏មិនបានធ្វើបាបខ្លួនឯងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងរវាងតូណូនិងនីឆាគឺមិនអាចត្រឡប់ក្រោយបានទេចានីឆាប្រកាសក្តែងឲ្យថានីឆានៅ single ហើយនៅម្នាក់ឯងជីវិតសប្បាយស្រួលហើយចុងក្រោយក៏មានការអរគុណទៅដល់អ្នកគាំទ្ររបស់នីឆាដែលបារម្ភប៉ុន្តែពេលនេះនីឆារស់នៅក្នុងជីវិតធម្មតាសុខសប្បាយអត់មានជះឥទ្ធិពលវិជ្ជមានណាទេគឺជួបជុំជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិល្អគឺនីឆាសប្បាយចិត្ត